เอยនិយាយពីខ្មែរมันឲ្យភ្លឹកភ្លុកមានបនអមទូកមួយជាបនធំជាប្រពៃនេះឧត្តមឧត្តមតាំងពីចំនួនជន់ខ្មែរបុរាណសត្វទវត្ទី 15 បតាបចាំអើលំអានបងប្អូនញាតិសន្តានបានភ្លុកភ្លឹកមកមើលច្រើនគ្នាបុណ្យនេះគេរំលឹកគុណដល់គង្គីដែលប្រើទឹករលឲ្យគ្នាបងប្អូនទាំងឡាយមិនមែនស្ទាក់ស្ទើរពាក្យថាគង្គីនឹងប្រើញឹកគឺយើងប្រើទឹកមិនមែនតែកម្ពុជាក៏ប៉ុន្តែខ្មែរយើងមានពេលវេលាគ្រប់គ្នានឹកឃើញដល់ព្រះគង្គីទន្លេមេគង្គដែលហូរមកពេញទីនាំផុកល្បាប់ជីមកប្រទេសខ្មែរយើងក៏មិនភ្លេចដែរកាលអំឡុងមកជាយូរលងទន្លេមេគង្គនាំភក់ល្បាប់ជីជាតិស្រាប់ថ្លាយងហើយមេតនៃត្រីមានទូកមានកំពុងក៏ប៉ុន្តែគេច្រើនធ្វើរាជធានីប៉ណ្ណឹងហើយទូកងប៉ណ្ណឹងទូកមួងគេវៃជួងលេងភ្លេងផ្លុំកញ្ចែមានទូកខ្មែររាប់រយផ្លាយមកគូគេហៅថាប៉ណ្ណឹងយកចាញ់ឈ្នះចេះអុំទូកច្បាស់ទាំងមីងទាំងពូបងប្អូនទាំងឡាយខំតស៊ូគេហៅថាជាកីឡាជាល្បែងលេងមួយសម្រាប់កំសាន្តហើយបើនិយាយឲ្យចំទៅថាគេរឿងជាបុណ្យយុទ្ធសាស្ត្រកងទ័ពបើចំនួនចាស់គេមិនបាច់ប្រើនាវាអីមិនប្រើកណូតកប៉ាល់គេប្រើទូកងទូកមួងទូកដឹកស្បៀកដឹកចំណីតបជើងទឹកដល់លបាញល្បីនៃប្របាទជ័យវៈរមានហើយក៏វត្តនាមទម្លាប់ជាប់អំពីនឹងមកបនអមទូកមនុស្សសបាយស្រែកហូបងប្អូនមហាជនមករាជធានីភ្នំពេញត្រើយខាងលិចខាងកើតទន្លេមេគង្គនឹងនាំគ្នាទះដៃលន់សម្លឹងមើលកងពាន់អ្នកណាចាញ់បែបអសន្នណាមកទន់ឈ្នះផ្ដាច់ព្រាត់គេទួងស្គរជ័យដើម្បីលើកទឹកចិត្តអ្នកជាបុណ្យមួយដ៏ប្រណិតឥឡូវយើងថាមមត្ថរាជពិធីបុណ្យអមទូកនេះតែម្ដងសូកកងបរោះនារីមិនមែនទូកកាយមួយពីរក្នុងវេរីទន្លេមេគង្គច្រើនតាន់តាប់ខ្នាន់ខ្នាប់មកពីខេត្តក្រៅអេប្រមូលអស់កំពុងផៅកូនចៅប្រសងកោះលឺល្បីទៅក្នុងលោកបុណ្យអមទូកខ្មែរយ៉ាងស្រស់មិនសូវមានប្រទេសណាធ្វើអញ្ចឹងសោះតែមានតែខ្មែរកមុំកំឡោះតែងខ្លួនយ៉ាងស្រស់ខុសពណ៌គ្នាខ្លះលឿងស្វាយខៀវមានខ្លះស្លៀកសំពត់ក្រហមមានបៃតងមកអមមានកន្សែងស៊ីនួនខ្ចីខ្លះពណ៌ត្រួយចេកក៏មានដែរនេះជាខ្មែរទាំងប្រុសទាំងស្រីសម្រាប់មើលបុណ្យអមទូកថ្មីអមទូកជាបុណ្យធំចំនួនបុរាណអាយេបច្ចុប្បន្នឥឡូវក៏នៅធ្វើបាន